នៅក្នុងខែ10នេះតើចេញ skin និង event អ្វីខ្លះអញ្ចឹងវីដេអូនេះខ្ញុំនិយាយតែមួយ skin សិនបានហើយដោយសារតែខ្ញុំរៀងខ្ជិលដែរអញមកក្បាលបូមហ្នឹងលើជារៀងរាល់ដើមខែថ្ងៃទី1វេលាម៉ោង3មុនតនតែងតែទម្លាក់ skin Starlight ថ្មីមកហើយអញ្ចឹងប្រចាំខែតុលាខាងមុខនេះគឺជា skin Starlight របស់ Hero if ឬក៏គ្នាយើងហៅថា YVE ហ្នឹងនេះគឺជាវីដេអូ trailer skin Starlight YVE ហ្នឹងហើយរូបរាងគេដូចជាទេវតាមានផ្កាឈូកពីក្រោមនិងឈូកតែម្ដងហើយ website អ្នក Top Up ក៏មានកញ្ចប់ណែនាំ Starlight ប្រចាំខែតុលាទៅកាន់អ្នកទាំងអស់គ្នាផងដែរសម្រាប់ខ្ញុំណែនាំឲ្យអ្នកទាំងអស់គ្នាដាក់ weekly pass ចំនួន3នៅពេលដែលយើងដាក់ weekly pass ចំនួន3ភ្លាមៗយើងនឹងទទួលបាន240ពេជ្រភ្លាមៗហើយយើងអាចបើកបាន20ពេជ្រជារៀងរាល់ថ្ងៃចំនួន21ថ្ងៃផងដែរសរុបមកដាក់ weekly pass ចំនួន3យើងនឹងទទួលបានពេជ្ររហូតដល់660បញ្ជាក់នៅពេលដែលយើងបើក20ពេជ្ររយៈពេល21ថ្ងៃយើងបាន420ពេជ្រហើយយើងដាក់ភ្លាមបានភ្លាមចំនួន240ពេជ្រសរុបមកគឺ660ពេជ្រសរុបមក3 weekly pass យើងអាចទិញបានកាត Starlight ធម្មតាបានរហូតដល់2ខែហើយសល់60ពេជ្រទៀតហើយ weekly pass នេះខ្ញុំមិនដែលចោលទេអញ្ចឹងបើគ្នាយើងបងនិងបងប្អូនចង់ដាក់អីអាចដាក់បានតាមរយៈ website អ្នក Top Up បាននិយាយពី Hero YVE នេះវិញ Ultimate របស់ Hero YVE នេះគឺជាក្តារអុកវេទមន្តហើយខ្ញុំក៏នឹកឃើញដល់ Hero មួយនៅក្នុង game Honor of King នៅពេលដែលយើងដាក់ Ultimate ទៅមានក្តារអុកវេទមន្តដូចគ្នាហើយ rollmate ដូចគ្នាទៀតខ្ញុំដាក់វីដេអូបន្តិចទៀតឲ្យមើលហើយខ្ញុំសូមបញ្ជាក់ខ្ញុំអត់មានបានថា Hero ណា copy Hero ណា game ណា copy game ណាទេខ្ញុំលេងទាំងពីរបើកចិត្តឲ្យតែលេង game ទាំងពីរនេះដោយភាពសប្បាយរីករាយហើយ Hero នេះមានឈ្មោះថា Bot Master ប្រភេទ Hero Make សម្រាប់ Hero នេះដែរខ្ញុំឆ្នៃលេងបាន2 role យកលេង mid ក៏បានលេង roaming ក៏បានដោយសារតែ Honor of King ហើយនិង Mobile Legends មានរើស2 role ដូចគ្នាហើយ Mobile Legends ខ្ញុំលេង mid lane ហើយនិង support ហើយនៅ Honor of King ក៏ខ្ញុំលេង mid ហើយនិង support ដូចគ្នាហើយខ្ញុំលេង solo ទេអត់មានគ្នាលេងទេនៅក្នុង game Honor of King នេះហើយនេះជា history ជាមួយនឹង Hero Bot Master ហ្នឹងដែលមាន ultimate ក្តារអុកវេទមន្តដូចទៅនឹង Hero YVE នេះហើយ game Honor of King នេះដែរគេទៅតែតម្លាក់ rank បាន 3-4 ថ្ងៃឥឡូវ admin ដល់ rank Master 2ហើយបើប្រៀបធៀប rank នៅក្នុង Mobile Legends គឺ Legend 2អញ្ចឹងទីទៀត admin ឡើងដល់ Mythic នៅក្នុង Honor of King ហើយអញ្ចឹងបើគ្នាយើងមានតម្រូវការដាក់ពេជ្រនៅក្នុង Mobile Legends ឬក៏ token នៅក្នុង game Honor of King គ្នាយើងអាចដាក់បានតាមរយៈ website អ្នក Top Up link website ខ្ញុំទម្លាក់នៅខាងក្រោម comment ឬក៏គ្នាយើងអាចដាក់បានតាមរយៈ page របស់អ្នក official វីដេអូនេះក៏រៀងវែងដែរហើយជូនពរអ្នកទាំងអស់គ្នាសុខភាពល្អសំណាងល្អជួបគ្នានៅវីដេអូក្រោយ